លោកអ៊ីធីរិនអភិបាលស្រុកព្រៃនប់បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពទូទៅពីអនុវិស័យអប់រំកុមារតូចដែលមានមត្តេយ្យសិក្សារដ្ឋនិងមត្តេយ្យសិក្សាសហគមន៍ក្នុងស្រុកព្រៃនប់រួមមានហើយបច្ចុប្បន្នស្រុកព្រៃនប់មាន10ឃុំស្មើនឹង42ភូមិមានប្រជាពលរដ្ឋសរុប68502នាក់ស្មើនឹង15339គ្រួសារក្នុងនោះកុមារមានអាយុក្រោម6ឆ្នាំសរុបចំនួន5788នាក់លោកអភិបាលស្រុកក៏បានបញ្ជាក់បន្ថែមថាស្រុកព្រៃនប់គឺមាន10ឃុំ42ភូមិហើយសម្រាប់មត្តេយ្យសហគមន៍គឺយើងមាន23ទីតាំងប៉ុន្តែដំណើរការ22ទីតាំងហើយមត្តេយ្យសហគមន៍នេះគឺជាមត្តេយ្យដែលប្រមូលកុមារតូចៗដែលក្រោមអាយុដែលគាត់ត្រូវចូលមត្តេយ្យរដ្ឋនេះគឺ3ឆ្នាំ4ឆ្នាំ5ឆ្នាំនៅតាមមូលដ្ឋាននេះឲ្យគាត់មកចូលដើម្បីទទួលបាននៅបំណិនចំណេះដឹងការចេះអានអក្សរតិចតួចហើយនឹងហាត់ពុទ្ធសិលធម៌របស់គាត់នៅក្នុងមូលដ្ឋានបាទគឺនៅក្នុងឱកាសនេះគឺយើងប្រមូលគ្រប់ទាំង22ទីតាំងមកទីនេះប៉ុន្តែសម្រាប់កូនសិស្សគឺយើងយកផ្ទាល់4ទីតាំងនៅក្នុងឃុំជាងគោនេះប៉ុន្តែលោកគ្រូអ្នកគ្រូដែលអញ្ជើញមកពីទាំង10ឃុំនៅក្នុងស្រុកព្រៃនប់គឺអញ្ជើញមកទាំងអស់ហើយសម្ភារៈដែលមាននេះគឺសម្ភារៈសិក្សាសម្រាប់ជួយដល់កុមារនៅក្នុងមត្តេយ្យសហគមន៍ទាំងអស់នេះបាទចំពោះការគ្រប់គ្រងទៅលើមត្តេយ្យសហគមន៍នេះគឺទី1គឺផ្ដោតទៅលើក្រុមប្រឹក្សាឃុំមេឃុំឬក៏ក្រុមប្រឹក្សាឃុំនៅក្នុងសម័យផ្ទាល់ដែលគាត់ជាអ្នកគ្រប់គ្រងហើយបន្តមកគឺរដ្ឋបាលស្រុកហើយរដ្ឋបាលខេត្តឬក៏អង្គការសង្គមស៊ីវិលផ្សេងៗដែលជួយគ្រប់គ្រងហើយបើមត្តេយ្យសហគមន៍ណាដែលជាប់ស្តង់ដារគឺគ្រប់គ្រងថវិកាដោយក្រសួងអប់រំយុវជននិងកីឡាបាទសារជាថ្មីគឺសម្រាប់ការជំរុញឬធ្វើឲ្យដំណើរការនៃមត្តេយ្យសហគមន៍នេះគឺទី1គឺអាជ្ញាធរមូលដ្ឋានត្រូវពិសេសមេឃុំឬក្រុមប្រឹក្សាឃុំទៅតែគ្រប់គ្រងដល់មត្តេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួនហើយទី2គឺប្រជាពលរដ្ឋខ្លួនឯងដែលមានកូនអាយុ3ឆ្នាំ4ឆ្នាំ5ឆ្នាំនេះគឺសូមឲ្យគាត់បញ្ជូនមកតាមសាលាណាដែលនៅជិតផ្ទះរបស់គាត់ហើយអាជ្ញាធរស្រុករដ្ឋបាលស្រុកគ្រប់គ្រងគ្រប់សាលាទាំងអស់ដែលជួបការលំបាកមានន័យថាសម្ភារៈក្តារខៀនហ្វឺតតុកៅអីគឺយើងខិតខំគៀងគរសហគមន៍ខ្លះហើយមូលនិធិឃុំខ្លះដើម្បីយើងគ្រប់គ្រងដល់ធនធានកុមាររបស់យើងហើយខ្ញុំជឿថាកុមារដែលឆ្លងកាត់មត្តេយ្យសហគមន៍មត្តេយ្យសិក្សាគឺការចូលទៅបឋមសិក្សាគឺគាត់ងាយហើយគាត់ចាប់តន់ហើយរៀនមានអំណាចហ្នឹងកាន់តែលឿនកាន់តែច្បាស់លាស់ហើយងាយក្នុងការគ្រូបឋមសិក្សាគាត់បង្រៀនទៅគឺសំទុះនៃកំណើនចំណេះដឹងរបស់កុមារដែលឆ្លងកាត់មត្តេយ្យសិក្សានេះគឺមានការធូរស្រាលជាងសិស្សដែលមិនបានឆ្លងកាត់មត្តេយ្យសិក្សា